ចំពោះវីដេអូមកយើងនាំគ្នាទៅបេះស្ដៅបេះឈុកបេះអំផ្លែអំពិលនៅក្នុងវីដេអូនេះយើងមកធ្វើញោមស្ដៅញ៉ាំវិញម្ដងចង់ដឹងថារសជាតិនិងការធ្វើបែបម៉េចចាំទស្សនាដល់ចប់ទាំងអស់គ្នាសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយនៅក្នុងវីដេអូនេះផងដែរគឺយើងមកធ្វើញោមស្ដៅញ៉ាំហ្នឹងឯងដូចនៅក្នុងក្បាលវីដេអូដែលខ្ញុំបើកឲ្យមើលអញ្ចឹងដំបូងគឺយើងដាំទឹកដាំអីអញ្ចឹងទៅអ្នកគ្នាដាក់ដាំទឹកដើម្បីយើងស្រុះស្ដៅហើយនេះយើងលាងបន្លែលាងអីដែលត្រូវនឹងមានគ្រឿងផ្សំអីអញ្ចឹងណាអ្វីដែលមិនអាចខ្វះបាននោះគឺជីរបស់យើងនេះគឺជីនាងវងដែលខ្ញុំហៅណាអ្នកគ្នាអាចនៅស្រុកភូមិអ្នកគ្នាហៅផ្សេងៗគ្នាអញ្ចឹងនៅខាងខ្ញុំហៅជីនាងវងបន្ទាប់ពីយើងបេះយើងដាក់លាងដែរអញ្ចឹងណាបន្ទាប់មកគឺទឹកយើងចាប់ផ្ដើមពុះហើយអញ្ចឹងទឹកពុះហើយយើងនៅចាំកាលទៀតយើងដាក់ស្ដៅក្នុងការស្រុះស្ដៅអញ្ចឹងណាចំពោះការស្រុះស្ដៅនៅផងដែរគឺយើងតាមចំណង់ចំណូលចិត្តរបស់អ្នកគ្នាទេប៉ុន្តែចំពោះចុងភៅគាត់ប្រាប់ថាចំពោះការស្រុះស្ដៅគឺយើងកុំស្រុះយូរពេកសូមថាបន្តិចទៅបានហើយមិនទីអីទៅបានហើយមិនដែរស្រួលយល់ទេបងប្អូនស្រួលយល់ខ្លះទេយល់ខ្លះទេមើលយល់ខ្លះទេមុននឹងបុកអញ្ចាំងយល់ខ្លះទេណែអញ្ចាំងបុកទៀតឥឡូវហើយណាយល់ទេព្រោះដោយសារតែយើងកុំឲ្យស្រស់យូរពេកព្រោះខ្លាចល្វីងអញ្ចឹងណាអ្នកនរគ្នាដល់ពេលយើងដាក់ស្រស់អស់ហើយគឺយើងច្បល់ធ្វើម៉េចឲ្យស្ដៅហ្នឹងគឺត្រូវទឹកក្តៅឲ្យសប់ដើម្បីឲ្យវាត្រូវជាតិមានជាតិល្វីងជាតិអីវាចេញអស់អញ្ចឹងណាបាទបន្ទាប់ពីយើងស្រង់មកវិញគឺយើងដាក់លាងទឹកបន្ថែមដើម្បីឲ្យវាជ្រះនៅដីទលីហើយនឹងជាតិវាល្វីងហ្នឹងបន្ទាប់ពីបានលាងសម្អាតហើយយើងយកទៅទុកម្ដុំសិនហើយនេះគឺយើងដាក់ដាំទឹកអ្នកនរគ្នាដាំទឹកបន្ថែមដើម្បីយើងស្រស់សាច់ជ្រូកអញ្ចឹងទឹកដែលដាំស្ដៅហ្នឹងគឺយើងអត់អាចយកមកស្រស់សាច់ជ្រូកបានទេដោយសារតែជាតិល្វីងអញ្ចឹងយើងត្រូវដាំទឹកថ្មីបន្ទាប់ពីដាំប្រហែលជា4-5នាទីមកក៏ទឹកយើងចាប់ផ្ដើមមានពុះហើយអញ្ចឹងយើងចាប់ផ្ដើមដាក់គ្រឿងបន្ថែមនៅក្នុងទឹកនឹងថែមហើយចំពោះគ្រឿងផ្សំគឺមានគល់ខ្ទឹមស្លឹកខ្ទឹមហើយជាមួយស្លឹកគ្រៃយើងអាចដាក់ទៅដើម្បីឲ្យវាមានជាតិវាកាត់ជាតិឆ្អាមជាតិអីអញ្ចឹងណាអ្នកនរគ្នាបន្ទាប់ពីដាក់ហើយគឺយើងមានថែមគ្រឿងអំបិលអីតិចទៀតដើម្បីឲ្យវាមានជាតិមានអីចឹងទៅហើយបន្ទាប់ពីយើងបានដាំទឹកដាំអីហើយផ្សំគ្រឿងហើយក៏យើងដាក់សាច់ជ្រូកយើងចូលបាទហើយអ្នកនរគ្នាដាក់ចូលហើយកុំភ្លេចច្បល់វាឬក៏យកទឹកស្រោចធ្វើម៉េចឲ្យសាច់ជ្រូកនោះវាត្រូវទឹកក្តៅឲ្យសព្វបន្ទាប់មកគឺយើងបិទគម្របដាក់ស្រុះវាឲ្យចោលមកបន្តិចទៅឲ្យវាឆ្អិនហើយយើងមកបន្តធ្វើការងារផ្សេងទៀតបន្ទាប់មកគឺយើងចាប់ផ្ដើមមកចិតបន្លែរបស់យើងគឺមានប៉េងប៉ោះមានត្រសក់មានអីផ្សេងៗចឹងទៅអ្នកនរគ្នាតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាដែលចង់ញ៉ាំបន្លែគឺដាក់បន្លែហ្នឹងទៅចុងភៅយើងកំពុងតែចិតប៉េងប៉ោះអ្នកនរគ្នាចង់ចិតហ្នឹងចង់ចិតស្ទាយបែបម៉េចក៏បានដែរតាមការនឹកឃើញអ្នកនរគ្នាទេព្រោះយើងធ្វើញ៉ាំទេមិនមែនធ្វើលក់ទេបន្ទាប់ពីចិតមកគឺយើងដាក់បែបហ្នឹងមកដើម្បីឲ្យមើលមកមានសោភ័ណភាពល្អស្អាតមានអ្នកឃើញដែលកំពុងតែមើលគឺចង់ញ៉ាំហើយនេះបន្លែរបស់យើងគឺចាប់ផ្ដើមបានហើយប៉ុណ្្នឹងហើយអ្នកគ្នាប៉ុន្តែមិនទាន់អស់ទេនៅត្រសក់ថែមទៀតព្រោះខ្ញុំចិត្តហ្នឹងគឺមានប៉េងប៉ោះមានត្រសក់មានជីមានអីចឹងទៅអញ្ចឹងដាក់ឲ្យសព្វគ្រប់គ្រឿងបានទេស្ដាប់បានទេស្ដាប់បានទេស្ដាប់តនទេស្ដាប់តនទេណាយល់ទេយល់ទេយល់ទេណាខ្ញុំអត់យល់ដែលយើងចង់ញ៉ាំហ្នឹងពួកបន្លែគឺស្រេចលឿនអ្នកនរគ្នាចង់ញ៉ាំអីយើងដាក់ហ្នឹងទៅអញ្ចឹងណាបន្ទាប់ពីបានហាន់បន្លែហាន់អីហើយយើងចាប់ផ្ដើមមើលសាច់ជ្រូកយើងគឺចាប់ផ្ដើមឆ្អិនអីអញ្ចឹងយើងស្រង់ចេញយកមកដើម្បីហាន់ជាចំណិតតូចៗអញ្ចឹងខ្ញុំស្រង់យកមកដាក់លើជ្រុញសិនអត់ទាន់ហាន់ភ្លាមទេដោយសារវារៀងក្តៅអញ្ចឹងចាំវាត្រជាក់ចាំយើងហាន់ហើយចំពោះទឹកសុបសាច់ជ្រូកយើងដែរគឺយើងអត់ចាក់ចោលទេគឺយើងទុកធ្វើជាទឹកប្រហុកអ្នកនរគ្នាបើយើងមានប្រហុកយើងដាក់ទៅដើម្បីយើងធ្វើជាទឹកប្រហុកដើម្បីផ្សំគ្រឿងហើយស្ដៅញោមស្ដៅរបស់យើងនឹងមានរសជាតិកាន់តែឆ្ងាញ់ចំពោះទឹកប្រហុកនឹងដែរគឺយើងច្បល់អ្នកនរគ្នាយើងចាក់ចូលនេះគឺយើងច្បល់ធ្វើម៉េចឲ្យសាច់នឹងគឺវារស់អស់ទៅយើងសល់តែអញ្ចឹងយើងយកចឹងចេញបន្ទាប់ពីខ្ញុំបានច្បល់មកសម្បកមកគឺវាចាប់ផ្ដើមជ្រុះសាច់ជ្រូកអីអស់ហើយបាទអញ្ចឹងនៅសល់តែឆ្អឹងទេខ្ញុំក៏ចាប់ផ្ដើមស្រង់ឆ្អឹងចេញអញ្ចឹងណាព្រោះគោលបំណងរបស់យើងយកតែទឹកទេអញ្ចឹងយើងស្រង់ឆ្អឹងចេញបន្ទាប់មកគឺយើងចាប់ផ្ដើមហាន់សាច់ជ្រូករបស់យើងហើយចំពោះសាច់ជ្រូកនោះដែរចំពោះការហាន់យើងចង់ញ៉ាំធំយើងហាន់រៀងធំទៅបើយើងចង់ញ៉ាំតូចយើងហាន់រៀងតូចចឹងទៅអាចញ៉ាំបានហើយអញ្ចឹងអ្នកនរគ្នាអាស្រ័យលើចិត្តយើងចង់ញ៉ាំទេហើយបន្ទាប់ពីយើងហាន់ហើយក៏យើងចាប់ផ្ដើមយកមកទុកជាមួយនឹងបន្លែរបស់យើងគ្រឿងផ្សំរបស់យើងអញ្ចឹងណាអញ្ចឹងយើងទុកម្ដុំសិនដល់ពេលដែលរៀបចំគ្រឿងផ្សេងៗហើយយើងចាប់ផ្ដើមច្បល់យកតែម្ដងនេះគឺដល់វគ្គហាន់ម្ទេសហើយអញ្ចឹងយើងចង់ញ៉ាំហឹលយើងដាក់យើងច្រើនគ្រាប់ទៅបើយើងចង់ញ៉ាំតិចយើងដាក់តិចគ្រាប់អញ្ចឹងទៅបន្ទាប់ពីហាន់ម្ទេសហើយយើងចាប់ផ្ដើមដល់វគ្គយើងបេះត្រួយស្ដៅចេញហើយបាទអញ្ចឹងយើងបេះស្ដៅនឹងចេញទៅយើងយកតែត្រួយស្លឹកវាទេព្រោះដើមវាហ្នឹងគឺយើងអត់យកទេធៀងវាអញ្ចឹងណាអញ្ចឹងយើងធ្វើបេះឲ្យអស់មកស្ដៅយើងមានតិចមានច្រើនអាស្រ័យទៅលើយើងចង់ញ៉ាំទេបើយើងចង់ធ្វើច្រើនយើងដាក់ច្រើនទៅបើយើងចង់ញ៉ាំតិចយើងដាក់តិចទៅទាំងអស់នេះគឺជាគ្រឿងផ្សំដែលខ្ញុំបានរៀបចំដែលចុងភៅក៏បានរៀបចំហើយហ្នឹងគឺសម្រាប់ធ្វើតែម្ដងឥឡូវយើងត្រៀមឲ្យអស់ហើយយើងចាំតែដាក់គ្រឿងច្បល់យកតែម្ដងចំពោះការផ្សំគ្រឿងផងដែរអាហ្នឹងអាស្រ័យទៅលើអ្នកទាំងអស់គ្នាទេដាក់ភ្លក់ទៅហើយនេះយើងមានដាក់ទឹកត្រីកោះកុងហ្នឹងចំនួន2ស្លាបព្រាកន្លះអ្នកទាំងអស់គ្នាហើយស្ដាប់មកណាមកងាប់ហើយអត់បានមួយម៉ាត់ជួយហ្នឹងតាមដែលយើងចង់ញ៉ាំ
ភ្លក់ថែមអញ្ចឹងណាយើងមានបន្ថែមអំបិលមកស្ព្រេទៅអានេះម្សៅស៊ុបអ្នកគ្នាមានអំបិលទេគឺម្សៅស៊ុបហើយយើងបន្ថែមស្ករអំបិលប៊ីចេងតាមជាក់ស្ដែងដែលយើងញ៉ាំនេះគឺគាត់មានដាក់ជាស្ករពីងអ្នកគ្នានឹងខាងខ្ញុំគេហៅស្ករពីងណាស្ករកងហ្នឹងឬក៏ខាងបងប្អូនគេហៅស្ករត្នោតអញ្ចឹងណាហើយនេះយើងបន្ថែមទឹកត្រីតិចទៀតទៅយើងដាក់ផ្សំគ្រឿងដាក់ទឹកត្រីតាមអ្វីដែលយើងច្បល់ឲ្យដាក់ឲ្យយើងច្បល់ឲ្យយើងភ្លួនតិចទៅដើម្បីឲ្យដឹងថាវាមាននៅខ្វះគ្រឿងអីខ្លះយើងថែមតាមហ្នឹងអញ្ចឹងណាអ្នកគ្នាបើយើងចង់រៀងប្រៃឬក៏ចង់ល្មមអីហ្នឹងអាស្រ័យលើតាមបងប្អូនដែលដាក់ទៅហើយនេះទៅរបស់យើងគឺយើងចាប់ផ្ដើមចាក់ទៅបុកចូលប៉ុន្តែទាំងអស់ហ្នឹងគឺខ្ញុំអត់ដាក់ទាំងអស់ទេគឺគាត់ដាក់តែពាក់កណ្ដាលទេអ្នកគ្នាបន្ទាប់ពីដាក់ទឹកផុកដាក់អីហើយយើងច្បល់ចូលគ្នាទៅអ្នកគ្នាយើងច្បល់ឲ្យវាចូលជាតិដើម្បីឲ្យមានជាតិមានអីអញ្ចឹងណាបន្ទាប់ពីយើងបានច្បល់ហើយរួចរាល់ក៏យើងចាប់ផ្ដើមចាក់សាច់ចូលដែលសាច់ដែលយើងបានហាន់ទុកហ្នឹងអ្នកគ្នាបាទអញ្ចឹងបន្ទាប់ពីយើងបានចាក់ចូលហើយគឺយើងចាប់ផ្ដើមច្បល់វាអ្នកគ្នាបាទអញ្ចឹងយើងច្បល់ឲ្យសព្វឲ្យវាចូលជាតិចូលអីអញ្ចឹងណាបន្ទាប់ពីចូលជាតិហើយយើងចាប់ផ្ដើមច្បាច់ក្រូចរបស់យើងដែលយើងមានស្រាប់ហ្នឹងទៅគឺគ្រឿងយើងត្រៀមឲ្យអ្នកនរគ្នាចាប់ដល់ពាក់ហ្នឹងគឺយើងចាប់ផ្ដើមដាក់យកតែម្ដងអញ្ចឹងចំពោះក្រូចអ្នកនរគ្នាអាចមើលទៅយើងចង់ញ៉ាំយើងជូរយើងដាក់យើងច្រើនអញ្ចឹងអ្នកនរគ្នានិយាយទៅតាមចំណង់ចំណូលចិត្តដែលអ្នកចង់ញ៉ាំទេដាក់ទៅភ្លក់ទៅថារសជាតិហ្នឹងយើងចង់បានហើយបើរសជាតិយើងអត់ចង់បានទេយើងចង់បានយើងជូរយើងហ្នឹងយើងដាក់ថែមមកច្រើនទៅបាទអញ្ចឹងយើងធ្វើការនេះយើងញ៉ាំយើងជូរដែរអញ្ចឹងបន្ទាប់ពីយើងមកយើងថែមអំបិល1គល់2គល់ដើម្បីឲ្យវាមានជាតិថែមអញ្ចឹងបន្ទាប់ពីចុងភៅគាត់ច្បល់ហើយគាត់ថាយើងស្ទើរគ្រឿងបន្តិចអញ្ចឹងគាត់ថែមស្ករត្នោតហ្នឹងបន្ថែមទៀតអញ្ចឹងណាបាទបន្ទាប់ពីបន្ថែមហើយគឺយើងច្បល់ទៀតហើយដើម្បីឲ្យវាចូលជាតិគ្នាហើយមានជាតិមានអីម្ទេសអីយើងដាក់ថែមមកហើយទៅបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់គ្រឿងបន្លែរបស់យើងចូលតែម្ដងបន្លែដែលយើងបានត្រៀមទុកពីមុនហ្នឹងណានៅចុងក្រោយគឺស្ដៅហ្នឹងឯងបាទទូឯករបស់យើងគឺស្ដៅអញ្ចឹងយើងដាក់ដាក់ស្ដៅចូលទៅបន្ទាប់ពីដាក់ស្ដៅចូលហើយគឺអត់មានខុសពីមុនទេគឺយើងត្រូវតែច្បល់យកគ្នាដើម្បីវាមានជាតិយើងច្បល់ចូលទៅដើម្បីឲ្យវាចូលជាតិគ្នាអញ្ចឹងណាចង់ទាំងអត់ថាឆ្ងាញ់ឬក៏អត់តោះទៅភ្លក់ជាមួយចុងភៅទាំងអស់គ្នាai lựa thông nhị bạn từ nòng nhưng mà mình tay không bị đâu nó đòn là tiền